បាត់មុខអូនក្តាប់ពីក្រុមសម្ដែងរបស់នេះប្រែកចិត្តមួយឆ្នាំទៅដឹងរឿងឪពុកធ្លាក់ខ្លួនឈឺលក់របស់របរព្យាបាលជំងឺអស់ពីខ្លួនចាជាការពិតណាស់កន្លងមកមហាជននិយមតាមដានវីដេអូខ្លីៗដែលដឹកនាំដោយនេះប្រែកច្បាស់ជាធ្លាប់បានឃើញមកហើយពីការចូលរួមសម្ដែងដោយអូនក្តាប់ចាដែលគេស្គាល់តាមរយៈបណ្ដាញសង្គម TikTok នៅពាក្យមួយឃ្លាថាអូយឡើងឆ្ងាញ់ចាកាលនោះគេចាំបានថាក្រោយទទួលបានការចាប់អារម្មណ៍ហើយនោះអូនក្តាប់ក៏ត្រូវបាននេះប្រែកចានឹងតារាប្រុសស្រីជាច្រើនទៀតបានតាក់ទងទៅចូលរួមសម្ដែងនិងជួយជ្រោមជ្រែងដើម្បីទំនុកបម្រុងក្រុមគ្រួសារចាដែលកំពុងតែខ្វះខាតយ៉ាងណាមិញរយៈពេលប្រមាណជា1ឆ្នាំចុងក្រោយនេះអូនក្តាប់ក៏មិនបានបង្ហាញវត្តមានក្នុងការសម្ដែងជាមួយនេះប្រែកដូចមុនទៀតឡើយដែលធ្វើឲ្យមហាជនជាច្រើនបាននាំគ្នាបញ្ចេញយោបល់សួរនាំហៅហែចាត់ស្ដែងថ្មីនេះអ្នកលេងបណ្ដាញសង្គម Facebook ជាពិសេសអ្នកគាំទ្រអូនក្តាប់និងនេះប្រែកកំពុងចាប់អារម្មណ៍បន្ទាប់ពីនេះប្រែកបានបង្ហោះវីដេអូមួយចាបញ្ជាក់ពីមូលហេតុនៃការបាត់មុខរបស់អូនក្តាប់ពីការសម្ដែងជាមួយក្រុមលោកព្រោះបញ្ហាខ្លះតែយ៉ាងណានេះប្រែកមិនចង់បកស្រាយពីបញ្ហាទាំងនោះឲ្យស៊ីជម្រៅឡើយព្រោះថាអូនក្តាប់នៅក្មេងបើយកទោសអូដំណើរពេកក៏មិនកើតដែរចាំម្យ៉ាងវិញទៀតអ្វីដែលកាន់តែភ្ញាក់ផ្អើលគឺឪពុកម្ដាយរបស់អូនក្តាប់បានឲ្យដឹងថាក្រោយកូនឈប់សម្ដែងជាមួយនេះប្រែកក៏លែងមានអ្នកហៅថតចាធ្វើឲ្យបាត់បង់ចំណូលហើយចៃដន្យឪពុកអូនក្តាប់ក៏ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរចាទៅគេប្រមូលសម្ភារៈនានាលក់អស់សល់តែសម្បកខ្លួនប៉ុណ្ណោះដើម្បីព្យាបាលជំងឺ